ទម្លាប់បែបនេះធ្វើឲ្យឈាមរត់ទៅខួរក្បាលមិនគ្រប់គ្រាន់ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យឈាមរត់ទៅខួរក្បាលមិនបានគ្រប់គ្រាន់នៅពេលដែលអ្នកតែងតែធ្វើការដល់យប់ជ្រៅនឹងធ្វើឲ្យឈាមដើរដល់ខួរក្បាលមិនគ្រប់នោះទេជាពិសេសក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពសរសៃឈាមផងដែរដូចនេះអ្នកមិនគួរតែងតែចូលគេងយប់ជ្រៅនោះឡើយនៅពេលដែលអ្នកតែងតែញ៉ាំអាហារដែលខ្លាញ់នឹងធ្វើឲ្យអ្នកងាយនឹងធាត់ខ្លាំងណាស់ជាពិសេសវាក៏អាចធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមរបស់អ្នកធ្វើឲ្យសរសៃឈាមប្រែជាស្អិតជាហេតុដែលធ្វើឲ្យវាងាយនឹងស្ទះឲ្យធ្វើឲ្យឈាមរត់ទៅខួរក្បាលមិនគ្រប់គ្រាន់ការដែលមិនចូលចិត្តហាត់ប្រាណនឹងធ្វើឲ្យសរសៃឈាមរបស់អ្នកងាយចាស់ខ្លាំងណាស់ជាហេតុដែលធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺលើសសម្ពាធឈាមនិងទឹកនោមផ្អែមដូចនេះប្រសិនជាអ្នកចង់ឲ្យសរសៃឈាមដើរបានល្អអ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់